ជនបរទេសមួយក្រុមខកខ្លួនចូលសរសៃម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចូលមកនាំខ្លួនយកទៅធ្វើការសួរនាំភ្នំពេញកាលពីថ្ងៃទី24 ខែមីនាឆ្នាំ2025នៅចំណុចម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញមុនពេលកើតហេតុមានជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសជនជាតិបរទេសខាងលើរួចព្យាយាមបើករត់ស្រាប់តែពេលនោះមានគ្នាជនបរទេសបើកម៉ូតូដេញតាមនារីខាងលើបានបន្តថាពេលដេញតាមនោះគាត់បានមើល map តាមនាឡិកាដៃរហូតតាមមកទាន់នៅផ្លូវ154កែង19ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី2ក៏បានធាក់ម៉ូតូជនសង្ស័យដួលនិងខាត់បានម្នាក់ចំណែកម្នាក់ទៀតនៅលើម៉ូតូនឹងជិះគេចខ្លួនបាត់ទៅករណីនេះដែរត្រូវបានសង្ស័យនិយាយប្រាប់បងប្អូនប្រជាពលរដ្ឋនិងក្រុមជនជាតិបរទេសថាខ្លួនមិនបានឆក់ទេតែទោះជាយ៉ាងណាក៏ក្រុមជនជាតិបរទេសនៅតែចោទទៅលើយុវជននោះថាពិតជាបានធ្វើសកម្មភាពឆក់គាត់មែនបន្ទាប់ពីធ្វើសកម្មភាពបផ្សារកណ្ដាលទី2បាននាំមកសាកសួរខ្លួននិងជនសង្ស័យខាងលើធ្វើការសួរនាំដើម្បីឲ្យដឹងច្បាស់ថាករណីនេះឆក់នៅទីណាក្រោយពីយកដល់ប៉ុស្តិ៍ទើបសមត្ថកិច្ចសួរនាំទើបដឹងថាឆក់នៅម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះតែក្រុមជនជាតិបរទេសតាមទាន់នៅផ្លូវ154កែក19សង្កាត់ផ្សារកណ្ដាលទី2ជនសង្ស័យនេះរួមជាមួយជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី2ដឹកយកទៅប្រកល់ឲ្យប៉ុស្តិ៍ជ័យជំនះវិញដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធីច្បាប់